ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជា page ថ្មី YouTube របស់ខ្ញុំសូមពុកម៉ែបងប្អូនជួយ follow ហើយនឹង subscribe មិនឲ្យខ្ញុំអ្នកមួយផងខ្ញុំមានរឿងនិយាយជាមួយពុកម៉ែបងប្អូនទាំងអស់គ្នាថាខ្ញុំឆ្ងល់ថាតែយើងឥឡូវគឺកំពុងតែមានជនឈ្លានពានប៉ុន្តែប្រហែលថ្ងៃនេះខ្ញុំឮថាគេប្រងព្រៀងកិច្ចឈប់បាញ់គ្នាហើយក៏គេលែងបងប្អូនយោធាទាហាន18នាក់មកវិញដែរប៉ុន្តែមិនទាន់ដឹងជាយ៉ាងណាទេបងប្អូន18នាក់ហ្នឹងដែលគេលែងមកហ្នឹងមិនដឹងថាសុខភាពគាត់ដូចមុនឬអត់ទេយើងអត់ទាន់ដឹងច្បាស់លាស់ទេបងប្អូនចឹងហើយសូមបងប្អូនទាំងអស់គ្នាជួយលើកកម្លាំងចិត្តដល់បងទាហានឃើញបងទាហាននៅត្រង់ណាសូមឲ្យកិត្តិយសដល់ពួកគាត់ផងព្រោះពួកគាត់ជារនាងការពារគ្រាប់ជំនួសពួកយើងខ្ញុំជាកូនទាហានមួយរូបនឹងគេដែរបងខ្ញុំក៏ជាទាហានពុកខ្ញុំក៏ជាទាហានពូខ្ញុំក៏ជាទាហានពេលគាត់ឡើងទៅខាងមុខខ្ញុំភ័យណាស់ខ្ញុំបន់ឲ្យតែគេឈប់បាញ់គ្នាទេតែឥឡូវឈប់មែនខ្ញុំពិតជាសប្បាយចិត្តមែនប៉ុន្តែដឹងខាងថ្លៃគេយ៉ាងមិនទៀតទេហើយជាសម្ដីខ្ញុំចុងក្រោយសូមបងប្អូននៅថៃប្រុងប្រយ័ត្នផងឥឡូវគេកំពុងខាងត្រួតនៅថៃគេកំពុងចុះចាប់បងខ្មែរនៅថៃគេថាគេចាប់ទៅគេនឹងចោទប្រកាន់ខ្មែរយើងថានឹងគេថាខ្មែរយើងហ្នឹងមើលងាយសម្ដេចថៃហើយខ្ញុំឆ្ងល់ថាចេះត្រង់ថាចោះចំណុចពួកវាយករូបសម្ដេចពុកហើយនឹងជុំហ៊ុនត្រីហ៊ុនម៉ាណែតហើយនឹងសម្ដេចពុកជុំត្រីហ៊ុនសែនយកទៅជន់ឆ្លីក៏ពួកវាមិនគិតផងម្ដេចក៏ពួកយើងមិនបានធ្វើអីពួកវាចោទប្រកាន់ពួកយើងសូមអរគុណបងប្អូនជួយយល់ត្រង់ហ្នឹងផង